បាទសូមគោរពនឹងជម្រាបសួរស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំបាទនៅក្នុងវីដេអូនេះគឺជាវីដេអូ demo ទាក់ទងនឹងការប្រើប្រាស់ tool បាទឬក៏ប្រើប្រាស់ software iKit Plus របស់ខ្ញុំបាទអញ្ចឹងបងប្អូនចុចមកដំបូងបងប្អូនប្រកាសជាឃើញតម្រងនេះមុនគេហើយណាបាទឡើយនេះគឺយើងមាន full name និង license key បងប្អូនមានបងបញ្ចូលទៅប្រើបានណាតែបើអត់មានទេគឺវាអត់មានទេវាទាកូដវាទា license ណាអូខេបងប្អូនអាច connect vớiខ្ញុំ direct តាមនេះបានឬក៏បងប្អូនចូលមើល service សិនបាទមើល by license key កន្លែងនេះគឺវាមាន4បាទវាមាន starter $5 វាមាន3ខែថែម1ខែវាមាន12ខែថែម12ខែមានន័យថាទិញ1ឆ្នាំថែមជូន1ឆ្នាំកញ្ចប់វាប៉ុណ្នេះបាទទិញ1ឆ្នាំចំណេញច្រើនខ្លាំងបងហើយខាងក្រោមនេះវាតាក់ទងជាមួយនឹងអត្ថប្រយោជន៍ដែលខ្ញុំផ្ដល់ជូនមានអីគេខ្លះបងប្អូនយកចាប់ពីគម្រោងនេះនិងគម្រោងនេះបងប្អូនមានសិទ្ធិពិសេសថងនេះបាទបាទយើងមានប្រើបាន device មួយបាទហើយ support 24ម៉ោង 24ម៉ោងនេះបញ្ជាក់តែខ្ញុំមិនមែននេះណាមានន័យថាខ្ញុំ support នៅពេលដែលខ្ញុំតនេមិនថាម៉ោងណាពេលណាថ្ងៃណាទេគឺខ្ញុំឆ្លើយវាបងប្អូនអញ្ចឹងណាយើងមិនមែនលុយណាជួលបុគ្គលិកមក stand by 20គ្រប់វិនាទីទេមានន័យថាពេលដែលខ្ញុំតនេគឺខ្ញុំនឹងចូលមើលឲ្យតបភ្លាមអញ្ចឹងណាបងប្អូនបាទបញ្ជាក់ណាបាទហើយយើងមានវីដេអូ trail មានន័យថារបៀបណែនាំតាក់ទងនឹងការប្រើប្រាស់ tool ឬ software ហ្នឹងបាទហើយយើងមាន free API key មួយបាទហើយយើងក៏មាន resell agent សំខាន់មែនទេកន្លែងនេះមានន័យថាបងប្អូនមានសិទ្ធិយក tool ហ្នឹងទៅលក់តដោយបងប្អូនចំណេញរហូតដល់ 50% ឧទាហរណ៍ឧបមាថាបងប្អូនលក់បាន60អញ្ចឹងបងប្អូនបាន30គឺខ្ញុំ30អញ្ចឹងមានន័យថាចែកស្មើជាមួយនឹងខ្ញុំម្ចាស់ tool តែម្ដងបាទចែកគ្នារស់អូខេឥឡូវយើងចូល buy now ពេលចូល buy now បងប្អូនឃើញពាក្យពីរកន្លែងនេះគឺ Telegram username និង I health coupon code កន្លែងនេះខ្ញុំដាក់ optional បងប្អូនមិនចុចក៏បានដែរកន្លែងនេះអត់សំខាន់ណាតែកន្លែងនេះសំខាន់ណាខ្ញុំដាក់ផ្កាយបាទកន្លែងនេះសំខាន់ណាបើបងប្អូនអត់ដាក់អីទេគឺអត់មានទេណាអូខេអញ្ចឹងខ្ញុំសូមចូលទៅកាន់ QR code មួយបាទនេះផាសចូលបាទអញ្ចឹងកន្លែង coupon code ខ្ញុំបញ្ជាក់ករណីមាន promotion ទេណាអូថា promotion អីមួយយ៉ាងទៅមក coupon code បានម្នាក់អីចឹងទៅណាតែបើអត់មានទេអត់អីទេបងប្អូន skip បានណាគាត់សំខាន់ឡើយនេះតែអត់មានអត់ទៅតែឡើយនេះបើមានគឺទៅណាហើយ pay now នេះបងប្អូនកុំច្រឡំណាមិនចុចមក pay អត់ទេដោយសារខ្ញុំចង់លក់ជា global ដោយចឹងខ្ញុំចង់មានជំរឿច្រើនសម្រាប់អ្នកស្រុកខ្មែរត្រូវការ service អីខ្ញុំស៊ូអញ្ចឹងណាអូខេឥឡូវឧទាហរណ៍ចុចទៅបាទវានឹងរត់មកកាន់បែបនេះឧទាហរណ៍បងប្អូនយកគម្រោងនេះបាទគម្រោងនេះអញ្ចឹងពេលដែលខ្ញុំឃើញខ្ញុំនឹងសួរថាបងប្អូនត្រូវការ payment តាមណាធនាគារក្នុងស្រុកបើក្រៅស្រុកគឺយើងមានpay តាមបាទ Bitcoin ក៏បាន Binance ក៏បានបាទតាមរយៈកាក់ USDT ក៏បានគឺខ្ញុំទទួលទាំងអស់ដល់ចឹងខ្ញុំប្រហែល update លើក្រោយខ្ញុំនឹងកែពាក្យ pay now នេះចេញបាទអូខេឧទាហរណ៍បងប្អូនបានទិញ tool រួចហើយបងប្អូនបញ្ចូលណាអូខេឥឡូវឧទាហរណ៍ណាបងប្អូនបានប្រើហើយអញ្ចឹងខ្ញុំសុំបិទអញ្ចឹងបងប្អូនធ្វើការបើកមកចាំមើលរកចាំបន្តិចចឹង tool របស់ខ្ញុំពេលដំណើរការមកវាចេញជាតម្រងបែបនេះណាអូខេអញ្ចឹងឃើញថា tool ដើរហើយអញ្ចឹងជាដំបូងខ្ញុំសូមណែនាំបងប្អូន tool នេះគឺឈ្មោះថា iKit Plus បាទ tool នេះគឺយើងអាចបង្កើតបានជាមួយនឹងវីដេអូ 2D បាទហើយនឹង 3D ហើយប្រភេទវាមានច្រើនបាទវាមានប្រភេទភាសាបាទបែបដេចឥតបាទបែបអីផ្សេងៗហ្នឹងទៅមានច្រើនហើយនេះគឺភាសាអង់គ្លេសបាទខ្ញុំសូមយកភាសាខ្មែរងាយយល់បាទកន្លែងនេះគឺតកតងប្រភេទរឿងបាទយើងមានរឿងនិទានបាទរឿងផ្សងព្រេងអីចឹងទៅឥឡូវខ្ញុំឧទាហរណ៍ថារឿងតកតងនឹងចំណេះដឹងបាទបងប្អូនបន្តមកទៀតបងប្អូនចុចមកខ្ញុំសូមបញ្ជាក់តិចអញ្ចឹងកន្លែងនេះពេលដែលចុចវានឹងចេញអានេះខ្ញុំឧទាហរណ៍មួយបាទហើយចំណែកនៅកន្លែងនេះគឺអត់មានចេញអីទាំងអស់ឥឡូវខ្ញុំឧទាហរណ៍អញ្ចឹងវារងឥទ្ធិពលពីលើនេះពេលដែលយើងចុចមកណាឥឡូវតកតនឹងមិត្តភាពអញ្ចឹងខ្ញុំបញ្ជាក់ឡើងវិញណាតកតនឹងប្រភេទរឿងឧទាហរណ៍រឿងអីគេបងប្អូនរើសមកឧទាហរណ៍ខ្ញុំរើសនេះបន្តពីប្រភេទរឿងហើយតកតនឹងប្រធានបទឧទាហរណ៍ថារឿងហ្នឹងតកតនឹងចំណេះដឹងអញ្ចឹងប្រធានបទហ្នឹងយ៉ាងម៉េចចំណេះដឹងហ្នឹងបាទនិយាយអំពីអីបាទនិយាយអំពីចំណេះដឹងនៅក្នុងគ្រួសារចំណេះដឹងមិត្តភាពចំណេះដឹងតកតនឹងការធ្វើការងារជាក្រុមការចែកម្លែកចំណេះដឹងតកតនឹងការច្នៃប្រឌិតផ្សេងឧទាហរណ៍ណាបាទងាយយល់ឥឡូវខ្ញុំសូមឧទាហរណ៍តកតនឹងមិត្តភាពអូខេបងប្អូនចុចមក
chẳng nhóm phải chia tích cái này đi ọt miên đấy nó tụ ong bây giờ một môn chất viên đừng lột màu này thì tiết về đừng lột màu pì nhưng đã pì để phai vào bọt chỉ tu tới pro muối sray mùi bà mình pro nâng mình sray bằng bồn khơi như này bà hai bông bồn ảnh lột bán bông bồn ảnh cài bán bà sẵn gì bông bồn ọt bình chất bà một thó bà chăm bấy quạt cứ chỉ mình sray bà miền này dụ đập miền này dụ bông bờ trên ném bà po sầm bò riêng lướng bà ở chân chiết khmái bà bông bồn ảnh đôi chân chiết bán bây giờ bông bồn đôi chân chiết po miền từng ọt này chẳng cái này những sầm khăn ạ bây giờ bông bồn đố cứ về rong ở bồn này bây giờประกาศមកវានឹងចាញ់តាមអ្វីដែលយើងបានសរសេរបាទហើយអានេះដូចជាអានេះមិនមែនមនុស្សទេរយៈស្មីនេះឯគេអាយុកាលមួយរដូវបាទដងខ្លួនពោមេខ្ញុំមិនដឹងអានឹងស្អីគេទេមើលអូមេអំបៅបាទនេះគឺមេអំបៅវីតាមុនអញ្ចឹងកន្លែងពណ៌ពីពណ៌នេះទូទៅបងប្អូនមើលឡើងនេះណាបាទពេលខ្លះជាទូទៅវាចាញ់ប្រុសស្រីណាប៉ុន្តែបើកាត់ដីវាអត់អីទេវាអាចនឹងចាញ់មនុស្សមួយសัตว์មួយយ៉ាងណាបាទពេលខ្លះសัตว์ទាំងអស់ក៏មានដែរវាអាស្រ័យទៅលើសាច់រឿងមួយនៅខាងលើនេះបាទ AI វាបង្កើតឲ្យយើងណាតែបងប្អូនអាចកែបានឧទាហរណ៍បងប្អូនចង់ដាក់មនុស្សប្រុសវិញកន្លែងហ្នឹងអញ្ចឹងបងប្អូនអាចដាក់មនុស្សប្រុសក៏បានអីក៏បានតែបងប្អូនមើលដែរណាកុំចេះដាក់ប្រុសពេកnhưគេលោកសាច់រឿងវានៅនេះប៉ុន្តែបើសាច់រឿងនេះវានិយាយតែក្មេងប្រុសហើយនឹងសัตว์វាអំបើអត់អីទេបងប្អូនអាចទៅថែមទូបានបងប្អូនដាក់ថាមនុស្សប្រុសក្មេងប្រុសអាយុប៉ុណ្ណេះដូរអាយុដូរអីយ៉ាងម៉េចណាឧទាហរណ៍ណាបងប្អូនឡើងហ្នឹងណាបាទអូខេអញ្ចឹងបើបងប្អូនចង់បន្ថែមទូអង្គបងប្អូនចុចមកបាទបងប្អូនអាចបន្ថែមបានបន្ថែមប្រមាណក៏បានដែរបាទដាក់ឈ្មោះអញ្ចឹងពេលដែល generate prompt នៅក្នុង prompt វានឹងរៀបរាប់ពីតួអង្គទាំងអស់នឹងដែរអញ្ចឹងខ្ញុំសូមអត់ទេលុបមួយទៀតបើបងប្អូនអត់ពេញចិត្តដែល AI វាធ្វើឲ្យបងប្អូនចង់បដូរបងប្អូនធ្វើការ generate មកនេះចុចនៅខាងលើនេះវានឹងចុចឲ្យតែម្ដងបាទអញ្ចឹងខ្ញុំសូមអត់ទេទ្រុសប៉ុណ្ណឹងបាទបន្តមកទៀតនៅកន្លែងកំណត់ចំណាំនេះវាក៏រងឥទ្ធិពលផងដែរកន្លែងនេះបើបងប្អូនមិនចង់សរសេរដៃបងប្អូនចុចកន្លែងនេះមកបាទវានឹងចាញ់តន្ន័យទាំងអស់នេះឲ្យឧទាហរណ៍ថារឿងខ្លះវាគ្រោះថ្នាក់អីចឹងបងប្អូនបាទដូចជារឿងវាមានឈាមមានអីវាប៉ះពាល់ដល់ក្មេងបងប្អូនអាចសរសេរបានថាកុំឲ្យខ្លាចពេកកុំឲ្យអាក្រក់មើលពេកកុំឲ្យអីចឹងណាអានឹងអញ្ចឹងការពារតែជាទូទៅ AI វាឆ្លាតវា generate មកវាធ្វើឲ្យប៉ះពាល់ដល់ក្មេងអ្នកមើលឯណាខ្ញុំអានឹងអញ្ចឹងជាក់ស្ដែងណាអញ្ចឹងខ្ញុំសុំលុបវិញបាទអូខេចូលដល់ចំណុចនេះវាមានរចនាសម្ព័ន្ធនេះបាទវាមានប្រភេទរឿងយើងចង់បានជាប្រភេទ 2D 3D ហើយវាមានច្រើនទៀតអញ្ចឹងខ្ញុំសុំយក 3D ហើយអានេះតកតងជាមួយនឹងនាទីខ្ញុំសុំយកបងប្អូនចង់ដាក់ម៉ាននាទីវា generate prompt ឲ្យប៉ុណ្ណឹងឧទាហរណ៍ខ្ញុំរើស1នាទីអញ្ចឹងពេលដែលរើស1នាទីបងប្អូនធ្វើរើសកន្លែងនេះយកអូតូណាបាទបើបងប្អូនយកអូតូទេយក3 5ឬក៏10វានឹង generate prompt តាមនឹងដូចគ្នាព្រោះនេះវាជាចំនួនឈុតបាទវាជាចំនួនឈុតបងប្អូនមើលអង់គ្លេសមកវានឹងចាញ់មកដាក់ឈុតហើយបាទ sin កន្លែងវាដាក់ថា number of sin បាទអូខេអញ្ចឹងកន្លែងហ្នឹងគឺសំខាន់អញ្ចឹងបងប្អូនយកអូតូកន្លែងនេះខ្ញុំកំណត់ឲ្យច្បាស់បងប្អូនយកប្រហែល5នាទីមានន័យថាពេលដែលបងប្អូនចុច generate prompt មក AI វានឹងបង្កើត prompt ហ្នឹងឲ្យច្រើនខ្លាំងមែនទែនធ្វើម៉េចឲ្យវាស្មើជាមួយនឹង5នាទីដោយខ្ញុំយោងទៅលើ Gemini អញ្ចឹង Gemini វីដេអូរបស់វាក្នុងមួយវីដេអូវាបង្កើតបានតែ8វិនាទីទេអញ្ចឹង8វិនាទីហ្នឹងវាត្រូវចំណាយពេលប្រហែលនាទីហើយនឹងត្រូវការបង្កើត prompt ហ្នឹងប្រហែល prompt ដើម្បីឲ្យស្មើនឹង5នាទីដែលយើងបានកំណត់ប៉ុណ្ណេះបងប្អូនឡើយហ្នឹងអញ្ចឹងកន្លែងហ្នឹងល្អមែនតើបងប្អូនមិនខ្វល់រឿងសាច់រឿងតិចសាច់រឿងខ្លីសាច់រឿងវែងបងប្អូនចង់បានវែងបងប្អូនយកច្រើនមក10នាទីមកអញ្ចឹង AI វា generate prompt ឲ្យច្រើននឹងប្រហែលដូច10 20 30 40 50 prompt អញ្ចឹងទៅណាតែខ្ញុំថាយកតែមួយទេដើម្បីឲ្យវីដេអូនេះរឿងលឿនណាព្រោះតែយើងយកច្រើន AI ក៏វា generate រឿងយូរតាមនឹងដូចគ្នាហើយកន្លែងនេះខ្ញុំ recommend កុំប៉ះពាល់វាណាបាទព្រោះវិនាទីនេះ AI គ្មានវិនាទីទេបាទមានន័យថាយើងយកតែវិនាទីយើងយកតែនាទីមកណាអូខេហើយកន្លែងទស្សនភាពនេះយើងនិយាយខ្មែរនិយាយថាប្រភេទវីដេអូបាទកន្លែង landscape នេះវីដេអូដែលយើងផលិតចេញមកបាទវានឹងចេញជាតម្រងចក្រកោណកែងដូចក្តារខៀនយើងរៀននៅសាលាអញ្ចឹងណាបាទបើបងប្អូនយកនៅខាងក្រោមនេះវាចេញជាលក្ខណៈតម្រងពិឈរបាទសម្រាប់យើងផលិតវីដេអូពិឈរដូចនៅតាម TikTok អីចឹងណាបើយើងយក sphere វីដេអូវាស្មើគ្នា4ជ្រុងស្មើគ្នាបាទមានន័យថា4ជ្រុងស្មើគ្នាលើក៏1ម៉ែត្រក្រោម1ម៉ែត្រឧទាហរណ៍ណាហើយទៅតឹងឆ្វេងខាងស្ដាំ1ម៉ែត្រស្មើគ្នាគឺវីដេអូហ្នឹងគឺស្មើគ្នាតែបងអូខេអញ្ចឹងខ្ញុំសូមជ្រើសរើសយក landscape បន្តមកទៀតនៅកន្លែងជាលទ្ធផលភាសានេះ
វាមានភាសាច្រើនបងប្អូនបាទវាមានភាសាខ្មែរភាសាអង់គ្លេសភាសាចិនភាសាបារាំងភាសាជប៉ុនភាសាកូរ៉េភាសាឥណ្ឌាយ៉ាងមកអញ្ចឹងពេលដែលយើង generate មកលទ្ធផលគឺវាចេញភាសាតាមនឹងដូចគ្នាអានេះគ្រាន់តែជាភាសាមួយដែលយើងជ្រើសរើសទេណាប៉ុន្តែអ្វីដែលសំខាន់គឺនៅទីនេះបាទគឺនៅទីនេះណាយើងដាក់មិនគឺព្រមវាចេញអញ្ចឹងហើយអញ្ចឹងខ្ញុំសុំយកភាសាអង់គ្លេសបាទហើយកន្លែងនេះមិនប៉ះពាល់វាទេបាទហើយនៅកន្លែង subtitle នេះបងប្អូនអាចដាក់បានតែ AI បច្ចុប្បន្នវាធ្វើអត់សូវបានល្អទេខ្ញុំ recommend ឲ្យមិនដាក់ទេណាដកវិញមកហើយអានេះយើងដាក់មក dialog សំឡេងអូខេអញ្ចឹងបន្តមកទៀតបងប្អូនធ្វើការចុច generate ហើយខ្ញុំសុំចុចសាថ្មីឥឡូវខ្ញុំសុំ generate សាថ្មីបាទដើម្បីឲ្យវា C ជាមួយនឹងនេះតិច template តិចទៀតអូខ្ញុំភ្លេចប្រាប់បងប្អូនបាទអញ្ចឹងនៅកន្លែង full story នេះខ្ញុំតនេះមិនបានអត់មាន load ខ្ញុំបញ្ជាក់បងប្អូននៅកន្លែងនេះអញ្ចឹងខ្ញុំចុចឲ្យហើយអញ្ចឹងនៅកន្លែងនេះបងប្អូនឧទាហរណ៍ AI ធម្មតាវាបង្កើតមកវាមិនសូវល្អពេកទេមែនទេប៉ុន្តែបើសិនជាបងប្អូនចង់ឲ្យល្អហើយសាច់រឿងនឹងតាមអ្វីដែលយើងចង់បានបងប្អូនបញ្ចេញគំនិតបងប្អូនមកឧទាហរណ៍តរឿងហ្នឹងតើតនឹងប្រភេទអីប្រភេទរឿងសាលាគ្រូបរៀនហើយប្រធានបទតើតនឹងអីអប់រំនិយាយពាក្យល្អឬក៏ឆ្លោះគ្នាឬក៏ចែកម្លែកឬក៏ស្អីៗយ៉ាងទៅសរសេរមកតែប្រហែលមួយជួរតិចតួចមកបាទពេលដែលចិត្តអញ្ចឹងមិនខ្វល់នៅនេះណាពេលដែលចុចមកគឺវានឹងចាញ់តន័យនឹងនេះដូចគ្នាអានេះសម្រាប់តែយើងខ្ជិលគិតទេអានេះសម្រាប់តែយើងខ្ជិលគិតទេបងប្អូនបាទដូចតែយើងខ្ជិលគិតខ្ជិលអីអញញ៉ៃច្រើនណាបាទអញ្ចឹងណាយើងចុចមកយកហ្មងអញ្ចឹងមកយើងអាសាយើងយកគំនិតរបស់យើងមកល្អជាងខ្ញុំ recommend ឲ្យយកនេះតែបើយើងខ្ជិលយើងយកអានេះទៅណាអូខេឥឡូវព្រមយើងបង្កើតហើយយើងមើលវីដេអូយើងដាក់យក1នាទីតើ AI វា generate ព្រមឲ្យបានប្រហែលព្រមចឹងគេថា8ព្រមស្មើនឹង1នាទីអូខេបងប្អូនបាទឥឡូវនេះ8ព្រមស្មើនឹង1នាទីណាអូខេចឹងបងប្អូនមិនបាច់បារម្ភរឿងបំព្រមវិញណាបងប្អូនបាទបងប្អូនមិនបាច់បារម្ភថាឧទាហរណ៍តិច generate ទៅព្រមយកទៅផាសទៅវីដេអូនឹងខុសៗគ្នាឧទាហរណ៍រូបផ្សឹងមុខផ្សឹងសម្លៀកបំពាក់អីផ្សេងអត់ទេនៅក្នុងនេះគឺបញ្ជាក់ច្បាស់មែនទែនគឺតួអង្គគឺអត់ដូរទេសម្លៀកបំពាក់បាទខោអាវពណ៌សម្បុរមុខសក់តួអង្គគឺដូចទាំងអស់បងប្អូនឃើញខ្ញុំដាក់សម្គាល់នេះ ID នេះបាទសម្គាល់ទៅលើតួអង្គនឹងឈ្មោះអីបាទអាយុប្រមាណ gender ហើយពណ៌សម្បុរមកកាផ្លេនៅនេះជនជាតិអីខ្ញុំដាក់មកកាផ្លេអញ្ចឹងបងប្អូនមិនបាច់បារម្ភទេណាបាទហើយឥឡូវនេះមានន័យថាតួអង្គมันមាន2នាក់ត្រូវទេបាទ2នាក់អញ្ចឹងអានេះតួអង្គទី1តួអង្គទី2ហើយនេះតើតនឹង dialog សំឡេងអញ្ចឹងខ្ញុំសុំអត់បញ្យល់អីច្រើនទេនៅឥឡូវនេះណាបងប្អូនមើលខ្លួនឯងបានពេលដែលបងប្អូនយកទៅប្រើប្រាស់អញ្ចឹងចំណុចបន្ទាប់ទៀតបងប្អូនមើលខាងនេះអានេះខ្ញុំភ្លេចប្រាប់អានេះខ្ញុំមានន័យថាឡើងនេះគឺយើងត្រូវដាក់ API ប្រើណានេះអញ្ចឹងពេលដែលបងប្អូនទិញទៅគឺខ្ញុំមាន API ឲ្យហើយណាអត់អីទេកុំបារម្ភបាទបងប្អូនដាក់ API ទៅចុច save ទៅបានហើយណាហ្នឹងហើយបន្តមកទៀតបងប្អូនមើលកន្លែងប៊ូតុងនេះគឺ save project បងប្អូនចុច save project មកខ្ញុំសុំលុប project ចាស់របស់ខ្ញុំបាទអញ្ចឹងខ្ញុំចុច save project ម្ដងទៀតខ្ញុំរើសដាក់នៅ desktop ហើយខ្ញុំចុច save yes អញ្ចឹង project ខ្ញុំបានមួយនេះ project បាទបន្តមកទៀតឧទាហរណ៍ណាបងប្អូនអូខេអញ្ចឹងបងប្អូនធ្វើការ reset ពេលដែល reset អញ្ចឹងបងប្អូនត្រូវការទាញអា project នេះមកប្រើសាថ្មីបាទបងប្អូនគ្រាន់តែចុចកន្លែង open ហើយទៅរើស project នេះមកដាក់វិញមកអញ្ចឹងអាទិន្នន័យនេះទាំងអស់នេះកំណត់ដែលយើងធ្វើអីប្រមុនវាមកដូចគ្នាមកមួយ set ហ្មងប៉ុន្តែព្រមដូចជាអត់មកទេព្រមតើយើង generate ថ្មីអញ្ចឹង AI បង្កើតសាច់រឿងថ្មីហើយមានន័យថាប្រភេទរឿងដដែលប្រធានបទដដែលប៉ុន្តែ AI វាបដូរដូចជាពាក្យពេចន៍ហើយសកម្មភាពកន្លែងទីតាំងអញ្ចឹងណាប៉ុន្តែសាច់រឿងនឹងដូចគ្នាទេខ្ញុំឧទាហរណ៍បែបនេះឲ្យបងប្អូនងាយយល់ឧទាហរណ៍ថារឿងកូរ៉េមួយកំពុងល្បីរឿង Iris ណាមិនដឹងបងប្អូនធ្លាប់មើលរឿង Iris អត់ទេអញ្ចឹងរឿង Iris វាល្អមើលខ្លាំងមែនទែនឬក៏រឿងសង្សារខ្ញុំជាមនុស្សភពកាយអញ្ចឹងដល់ពេលរឿងនេះវាល្អពេកគេផលិតមកសាថ្មីរឿងហ្នឹងដដែលទេប៉ុន្តែវាអាចនឹងដូរតួអង្គវាអាចនឹងដូរពាក្យពេចន៍និយាយវាអាចនឹងដូរទីតាំងតិចតួចអញ្ចឹងទៅបាទតោះណាឡើងនឹងបងប្អូនបាទប៉ុន្តែរឿងគឺរឿងដដែលទេអូខេខ្ញុំតែបងប្អូនយល់ឡើងនេះអញ្ចឹងបន្តមកទៀតបងប្អូនអាចធ្វើការ copy ពាក្យនេះព្រមបានឧទាហរណ៍ថាបងប្អូនពាក្យនេះយើង copy មកព្រមខ្ញុំឧទាហរណ៍ឲ្យបងប្អូនមើលបាទផាសមកបងប្អូនឃើញនេះអានេះមកព្រមណាមកព្រមបាទមកព្រមបើបងប្អូនត្រូវការ copy ម្ដងទាំងអស់អូខេនេះបងប្អូនមើលកន្លែងនេះ copy all ព្រមបងប្អូនគ្រាន់តែចុចកន្លែងហ្នឹងមកវា copy ទាំងអស់ហើយបងប្អូនផាសមកនេះខ្ញុំសុំផាសនេះឃើញទេបងប្អូននឹងគឺមកទាំងអស់តែម្ដង
មិន copy មួយទេហ្នឹងករណីយើងចង់អញ្ចឹងណាអូខេហើយ save វិញជាការស្រេចអូខេអញ្ចឹងបងប្អូនធ្វើការ clear ឡើយនេះ clear តែ prompt ទេបងប្អូនបាទ clear តែ prompt ទេបាទបើបងប្អូនយកកន្លែង reset នេះគឺទាំងអស់ទៅទាំងអស់តែម្ដងបាទតោះនេះអូខេតោះឡើយនេះអញ្ចឹងកន្លែងនេះមួយទៀតកន្លែង information នេះអញ្ចឹងបងប្អូនតាក់ទងនឹងវីដេអូបងប្អូនអត់ប្រប៉ាអីពេលដែលបងប្អូនទិញ tool ឬក៏ software របស់ខ្ញុំយកទៅប្រើបងប្អូននេះបងប្អូនអាចមើលបើបងប្អូនពេញចិត្តទៅលើ YouTube បងប្អូនចុច YouTube មកបាទវានឹងរត់ទៅកាន់ YouTube channel របស់ខ្ញុំតាក់ទងនឹងមានវីដេអូបរិញ្ញាមានអីយើងទៅបាទហើយបើបងប្អូនមើល YouTube ចូលចិត្ត Facebook បងប្អូនចុចមកវានឹងរត់ទៅកាន់ page របស់ខ្ញុំដូចគ្នាអូខេហើយបងប្អូនចុចមើល Telegram អត់ទាន់មានមេរៀនទេបងប្អូនចុចទៅវាចូលទៅអីគេខ្ញុំមិនដឹងដែរនេះរត់ទៅកាន់ channel នេះចឹងទៅឧទាហរណ៍ណាបាទហើយបងប្អូនពេញចិត្តអីគេទៀតបាទតាមហ្នឹងនេះឈ្មោះខ្ញុំទេអត់អីទេនេះលេខទូរស័ព្ទហើយកន្លែងនេះគឺកន្លែង solution and additional service បាទមានន័យថាដំណោះស្រាយនិងសេវាកម្មផ្សេងៗទៀតបងប្អូនទៅការ chat support មកខ្ញុំបងប្អូនអាចមាន3ជម្រើសបាទទី1ជាមួយនឹង WhatsApp បាទបងប្អូនចុចមកវានឹងអូតូមកការរត់ WhatsApp ហើយណាទី2 Telegram ហើយទី3 support ជាមួយនឹង Facebook បាទចុចមកហើយខាងនេះគឺជា service ផ្សេងៗទៀតបាទវាមានលក់ account AI Chat GPT AI Gemini បាទវាមានលក់ Windows License Office និងសេវាកម្មផ្សេងៗទៀតបងប្អូនចុចមក all មកវានឹងរត់ទៅកាន់នេះបាទយើងមាន service ច្រើននៅក្នុងនេះខ្ញុំនឹង update បន្ថែមទៀតអូខេសរុបមកវិញមានតែប៉ុណ្្នឹងទេហើយតាក់ទង update នេះបងប្អូនមិនខ្វល់ទេណាពេលដែលមាន version ថ្មីបងប្អូនបើក tool មកវានឹង pop up នៅមុខបងប្អូនហ្មងបងប្អូនធ្វើការ update ចុចមកវានឹង update ឲ្យណាអូខេអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើនចំពោះការទស្សនាវីដេអូនេះណាបាទ